ឥឡូវយើងមក download វីដេអូចេញពីKaisu ម្ដងបាទអញ្ចឹងយើងត្រូវមាន account Kaisu ដើម្បី login សិនណាបាទឥឡូវយើងទៅ view ហើយយើងចូលមកwebsite kaisu.com សិនបាទអញ្ចឹងបន្តទៀតយើងត្រូវ log បាទ login account របស់យើងចុចកន្លែងសញ្ញាក្រហមនេះមកបាទអត់ដឹងពាក្យអីអក្សរចិនបាទយើងចុចមកយើងចូលមកទូរស័ព្ទរបស់យើងដែលយើងបានបង្កើតaccount Kaisu ហើយណាបាទអញ្ចឹងយើងចូលមក account នេះយើងចូលមកកន្លែង profile របស់យើងនេះ scan បាទ scan login account យើងចូលបាទឥឡូវខ្ញុំ scan មួយសិនចាំតិចបាទ confirm login មកបាទឥឡូវខ្ញុំបាន login account ខ្ញុំចូលហើយបាទឥឡូវយើងចូលទៅខ្ញុំចូលមកមើល profile នេះសាកមើលបាទវាមាន43វីដេអូបាទអញ្ចឹងយើងអត់ទាន់ download យកតែម្ដងទេណាបាទចូលជំហានដំបូងយើងត្រូវ config ជាមួយនឹង cookie វាសិនបាទយើងចូល inspect បាទនិយាយទៅចូលមក profile ណាក៏បានដែរណាជំហានដំបូងគឺចូល inspect បាទហើយយើងចូលមក network បាទហើយយើង refresh នៅ profile មួយនឹងមួយបាទហើយជំហាននេះធ្វើតែម្ដងទេបាទហើយយើងចុច alert គេ import ណា link លើគេ import បាទពេលយើង refresh ខាងលើនេះហើយបាទយើងចុច link ខាងលើគេ import បាទហើយយើង scroll រកពាក្យថា cookie បាទនេះ cookie នេះបាទអញ្ចឹងយើងcopy ចាប់ពីត្រឹមហ្នឹងបាទរហូតដល់បាទត្រឹមនេះបាទអញ្ចឹងយើងមើលណាបាទអានេះគឺ cookie បាទនិយាយតម្រងវាស្តៀងគ្នាទេក្បាលហើយនឹងកន្ទុយគឺដូចគ្នាទេបាទឥឡូវយើងចូលមកfolder tool បាទហើយយើងមកមើល Kaisu cookie បាទយើងផាសចូលមកណាផាស cookie ដែលយើងបាន copy ហ្នឹងបាទហើយយើងខ្វែងចោលវិញមកឥឡូវហើយអញ្ចឹងលើក្រោយយើងចូលមក download profile ណាផ្សេងក៏បានដែរអត់បញ្ហាទេយើងមក download មកបាទមិនបាច់មកយក cookie ម្ដងទៀតទេប៉ុន្តែគ្រាន់តែថាយើងចូលមកដល់ profile យើងបើកជ្រោមហើយយើង refresh ទៅគីឡូអ៊ីនធឺណិតបងប្អូនទាំងអស់គ្នាតាក់អីចឹងទៅយើង refresh ទៅឲ្យ cookie វាដើរអញ្ចឹងណាបាទហើយអ៊ីនធឺណិតខ្ញុំរៀង slow បាទជាមួយនឹងប្រព័ន្ធដែលខ្ញុំដាក់ហ្នឹងណាបាទអញ្ចឹងវារៀងតឹងបាទបើបងប្អូនទាំងអស់គ្នាអ៊ីនធឺណិតដើរលឿនគឺមកខ្វាច់ទេបាទឥឡូវខ្ញុំ copy ឧទាហរណ៍ខ្ញុំយកURL មួយនេះចុះបាទ copy មកបាទ profile មួយហ្នឹងខ្ញុំផាសចូលបាទហើយយើងចុច get link មកបាទឥឡូវបន្ទាប់ពីពេញwicket link នឹងអស់ហើយបាទអញ្ចឹងវីដេអូ link ហ្នឹងគឺមាន378បាទយើងមើលនេះបាទអញ្ចឹង wicket ចេញអស់ហើយបាទបន្តទៀតយើងអាច sort នៅចំនួន like បាទថាយើងចង់បានចំនួន like ចាប់ពីច្រើនចង់ download ចំនួន like ច្រើនឬក៏តិចចឹងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាច download បានបាទយើងដកអាចចំនួនតិចចេញឧទាហរណ៍ខ្ញុំអត់យកទេខាងលើនេះវា like តិចពេកបាទអញ្ចឹងខ្ញុំយកច្រើន K ព្រោះវីដេអូតែគេ like ច្រើនវីដេអូគឺជាប្រភេទវីដេអូផ្ទុះហើយបាទឥឡូវខ្ញុំ select មកបាទអញ្ចឹងយើងចុចយកត្រឹមណាដែលយើងចង់បានឧទាហរណ៍នេះត្រឹមនេះបាទត្រឹមវីដេអូនេះខ្ញុំ select វីដេអូនេះត្រឹមវីដេអូខាងលើនេះវីដេអូនេះខ្ញុំ select មួយបាទហើយបន្តទៀតខ្ញុំអូសមកក្រោមខ្ញុំចុច shift វាជាប់បាទចុច shift ជាប់ select មកបាទអញ្ចឹងខ្ញុំចង់ download តែ344វីដេអូទេបាទព្រោះវីដេអូគឺវីដេអូដែលផ្ទុះបាទឥឡូវយើងចូលមក select នៅវីដេអូបាទដាក់អញ្ចឹងចុះអូខេ
អញ្ចឹងយើងចុច download មកណាបាទចុច download ហើយយើងទៅមើលបាទនៃprofile របស់យើងបាទអញ្ចឹងគឺវា download មកបាទចំណងជើងទាំងចំណងជើងទាំងវីដេអូបាទ